ទៀតបាទសួស្តីជាថ្មីបងប្អូននិងប្រិយមិត្តទាំងអស់គ្នានេះគឺជាវីដេអូស្ដីពីរបៀបនៃការរកលុយតាម YouTube ពី Cam Top Tech ភាគទី3បាទកាលពីភាគទី2 Cam Top Tech បានបង្ហាញពីរបៀបនៃការធ្វើម៉េចឲ្យ account YouTube របស់យើងអាចរកលុយបានហើយប៉ុន្តែនៅភាគទី3នេះគឺជាភាគដ៏សំខាន់យើងទាំងអស់គ្នាត្រូវទៅធ្វើយ៉ាងម៉េចដើម្បីឲ្យយើងអាចទទួលលុយដែលយើងរកបានពីក្រុមហ៊ុន Google តើយើងធ្វើយ៉ាងដូចម្តេចបងប្អូននិងប្រិយមិត្តទាំងអស់គ្នាសូមក្រឡេកទៅកាន់ Channel សារជាថ្មីម្ដងទៀតបាទកាលណាយើងคลิกយក Channel ម្ដងនេះមិនដូចលើកមុនឡើយត្រង់កន្លែង Monetize ហ្នឹងក៏ចេញពណ៌បៃតងហើយនៅត្រង់កន្លែងនេះក៏មានពាក្យថា Monetization ដែរបាទនៅក្រោមពាក្យថា Status and Filter មានពាក្យថា Monetization បាទលំដាប់ទី2បងប្អូននិងប្រិយមិត្តទាំងអស់គ្នាคลิกយកមកលំដាប់ទី2 Monetization คลิกយកត្រង់កន្លែងនេះក៏បានមកคลิกត្រង់កន្លែងនេះក៏បានបាទអញ្ចឹង Cam Top Tech សូមคลิกយកត្រង់កន្លែងនេះចុះបាទនៅពេលដែលคลิกមកគឺបងប្អូននិងប្រិយមិត្តទាំងអស់គ្នានឹងឃើញបែបនេះនៅពេលដែលចូលមកដល់ត្រង់កន្លែងនេះមិនបាច់ខ្វល់អីច្រើនទេបងប្អូននិងប្រិយមិត្តគ្រាន់តែคลิกយកត្រង់កន្លែងថា How will I be paid បាទនៅត្រង់លំដាប់ទី2រាប់ពីក្រោមមកវិញលំដាប់ទី2បាទคลิกយកមកបន្ទាប់មកបងប្អូននិងប្រិយមិត្តទាំងអស់គ្នាវានឹងចេញអក្សរវែងនឹងមកឲ្យនៅពេលហ្នឹងបងប្អូននិងប្រិយមិត្តទាំងអស់គ្នាត្រូវคลิกបន្តទៅទៀតគឺคลิกយក Associate on Google AdSense account បាទคลิกយកមកទៅបង្កើត Google AdSense បាទបន្ទាប់ពីคลิกហើយបងប្អូននិងប្រិយមិត្តទាំងអស់គ្នាคลิกយកបន្តទៀតមកនៅត្រង់កន្លែងនេះពាក្យថា Next បាទคลิกយកមកពេលនោះវានឹងនាំបងប្អូននិងប្រិយមិត្តទាំងអស់គ្នាឲ្យទៅបំពេញសំណុំបែបបទផ្សេងៗដើម្បីឲ្យក្រុមហ៊ុន Google ចុះឈ្មោះរបស់យើងក្លាយជាអ្នករកលុយតាម YouTube បាទអញ្ចឹងនៅពេលដែលចូលមកដល់កន្លែងនេះបងប្អូននិងប្រិយមិត្តទាំងអស់គ្នាមិនបាច់ខ្វល់អីច្រើនដែរគ្រាន់តែคลิกយកត្រង់កន្លែង Yes proceed to Google AdSense sign in បាទនៅត្រង់កន្លែងនេះคลิกយកមកវាឲ្យបងប្អូននិងប្រិយមិត្តទាំងអស់គ្នា sign in ជាមួយនឹង email ដែលបានយកមកបង្កើត channel គឺ account YouTube អំបញ្ញមិញនឹងឯងបាទត្រូវ sign in នឹងមកបន្ទាប់មកបងប្អូននិងប្រិយមិត្តបើបានជាជាប់ចឹងហើយគឺ sign in តែម្ដងមកបើសិនជាមិនជាប់គឺដាក់ password ឲ្យត្រឹមត្រូវមក email ដែលយើងយកមកបង្កើត YouTube អំបញ្ញមិញហ្នឹងបាទคลิกយក sign in បាទឥឡូវនេះបងប្អូននិងប្រិយមិត្តទាំងអស់គ្នាក្រឡេកទៅមើលនៅលើត្រង់កន្លែង I will show add on មានន័យថានេះគឺជា address នៃ account YouTube រកលុយរបស់យើងបាទនៅត្រង់កន្លែងនេះគឺវាភ្ជាប់ឲ្យស្រេចតែម្ដងគឺមានន័យថាយើងរកលុយតាមរយៈការឲ្យ YouTube នឹងផ្សាយពាណិជ្ជកម្មទៅលើ account YouTube របស់យើងដែលមានអាស័យដ្ឋានបែបនេះនេះបាទអញ្ចឹងការរកលុយតាម YouTube សូមអ្នកទាំងអស់គ្នាចងចាំឲ្យបានច្បាស់ថាយើងអាចរកលុយតាម YouTube បានដោយសារតែ YouTube ផ្សាយពាណិជ្ជកម្មដែលតែងតែលោតផ្ទាំងពាណិជ្ជកម្មនៅលើវីដេអូរបស់យើងនឹងឯងជំហាននេះគឺជាជំហានទី2 Tell us about your content អត់មានការងារអីធ្វើទៀតទេបងប្អូននិងប្រិយមិត្តជ្រើសរើសយកភាសាអង់គ្លេសនឹងត្រូវហើយបន្ទាប់មកទៀត click យក continue បាទសូមកុំជ្រើសរើសយកភាសាអីផ្សេងក្រៅពីភាសាអង់គ្លេសបាទ click យក continue មកវានឹងចូលដល់ជំហានទី3គឺ submit your AdSense application មានន័យថាវាឲ្យយើងបំពេញសំណុំបែបបទផ្សេងៗដើម្បីផ្ញើទៅកាន់ក្រុមហ៊ុន Google បាទអញ្ចឹងសូមបងប្អូននិងប្រិយមិត្តទាំងអស់គ្នាបំពេញនៅទម្រង់បែបបទដែលវាឲ្យបំពេញតាម Cam Top Tech ដូចតទៅបាទដំបូងគឺវាឲ្យដាក់ថា country បាទមួយមកការជ្រើសរើសប្រទេសលើកនេះគឺបងប្អូននិងប្រិយមិត្តត្រូវតែជ្រើសរើសយកប្រទេសកម្ពុជាបើសិនជាបងប្អូននៅប្រទេសកម្ពុជាបាទនៅពេលនេះយើងអាចជ្រើសរើសយកប្រទេសយើងបានហើយមុនរើសយកប្រទេសយើងបានដើម្បីឲ្យ YouTube របស់យើងអាចរកលុយបាននឹងគឺដោយសារតែនៅប្រទេសរបស់យើងមិនអាចរកលុយតាម YouTube បានទេបាទប៉ុន្តែអត់សំខាន់នៅត្រង់កន្លែងហ្នឹងទេកន្លែងហ្នឹងដែលយើងបានបើកឲ្យ YouTube របស់យើងរកលុយហ្នឹងគឺគ្រាន់តែធ្វើយ៉ាងម៉េចឲ្យ YouTube របស់យើងអាចរកលុយបានតែប៉ុណ្ណោះចំណែកនៅត្រង់កន្លែងនេះគឺជាអាស័យដ្ឋានជាក់លាក់ដែលយើងនឹងទទួលព័ត៌មានពីក្រុមហ៊ុន Google ឬក៏យើងនឹងទទួលលុយឬក៏ទទួលសម្បត្តិអីផ្សេងៗពីក្រុមហ៊ុន Google ដូច្នេះបងប្អូននិងប្រិយមិត្តទាំងអស់គ្នាត្រូវដាក់ប្រទេសរបស់ខ្លួនដែលខ្លួនកំពុងតែរស់នៅបាទគឺយើងដាក់ប្រទេសកម្ពុជាបាទរកមកមានហើយប្រទេសកម្ពុជាបងប្អូននិងប្រិយមិត្តទាំងអស់គ្នាក្រឡេកមើលប្រទេសកម្ពុជានៅខាងលើបន្តិចបាទនេះ Cambodia คลิกយកមកបាទពេលដែលយើងคลิกយក Cambodia កន្លែង time zone នោះបងប្អូននិងប្រិយមិត្តទាំងអស់គ្នាមិនបាច់ចាំបំពេញទេវាដាក់ថាបាងកកតែម្ដងមានន័យថាទីក្រុងបាងកកហើយនិងប្រទេសខ្មែរគឺមានល្វែងម៉ោងដូចគ្នាឧទាហរណ៍ថានៅប្រទេសខ្មែរម៉ោង7ព្រឹកនៅឯបាងកកនោះក៏ម៉ោង7ព្រឹកដែរដូច្នេះសូមបន្តទៅមុខទៀតបាទនៅត្រង់កន្លែងនេះបងប្អូននិងប្រិយមិត្តបើសិនជាបងប្អូននិងប្រិយមិត្តដែលជាអ្នករកលុយតាម YouTube តែម្នាក់ឯងទេគឺវាคลิกត្រូវហើយ individual បាទបន្តមកទៀតនេះ page name គឺឈ្មោះពិតរបស់បងប្អូនត្រង់កន្លែងនេះហើយដែលបងប្អូននិងប្រិយមិត្តតែងតែឮលហៀគេនិយាយថាទាល់តែមាន account ធនាគារទើបអាចបង្កើត account YouTube រកលុយបាន
ប៉ុន្តែมันថ្មីទេឲ្យតែបងប្អូននិងប្រិយមិត្តមានអត្តសញ្ញាណប័ណ្ណបើសិនជាបងប្អូននិងប្រិយមិត្តអត់មានអត្តសញ្ញាណប័ណ្ណទេអាចយកឈ្មោះពីអត្តសញ្ញាណប័ណ្ណរបស់ម្ដាយឪពុកឬក៏បងក៏បានដែរពីព្រោះអ្វីបានជាយើងយកអត្តសញ្ញាណប័ណ្ណបើសិនជាយើងអត់មានប័ណ្ណធនាគារឬកងធនាគារពីព្រោះថានៅពេលដែលយើងទៅបើកកងធនាគារគឺយើងនឹងយកឈ្មោះពីក្នុងអត្តសញ្ញាណប័ណ្ណទៅប្រើដូច្នេះឈ្មោះត្រង់កន្លែងនេះគឺវាទាមទារឲ្យដាក់ឈ្មោះពិតបាទគឺឈ្មោះលើអត្តសញ្ញាណប័ណ្ណឬក៏ឈ្មោះនៅលើកងធនាគារបាទអញ្ចឹងខាង Top Tech សូមដាក់ឈ្មោះពិតបាទដាក់ឈ្មោះពិតដែលយកមកពីអត្តសញ្ញាណប័ណ្ណឬក៏យកឈ្មោះមកពីកងធនាគារដាក់សូមកុំឲ្យខុសមួយពាក្យអីសោះបាទឈ្មោះជាអក្សរឡាតាំងគឺឈ្មោះជាភាសាអង់គ្លេសនិយាយទៅគឺអត់យកឈ្មោះជាភាសាខ្មែរមកដាក់ទេបាទបន្តមកទៀតបងប្អូននិងប្រិយមិត្តទាំងអស់គ្នាអូសចុះក្រោមបន្តិចមកវាឲ្យបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដាក់លេខផ្លូវសម្រាប់បងប្អូននិងប្រិយមិត្តដែលរស់នៅតាមខេត្តគឺត្រូវដាក់លេខផ្លូវជាតិបាទលេខផ្លូវជាតិឧទាហរណ៍ដូចជាផ្លូវជាតិលេខ1លេខ2ឬក៏លេខ3ជាដើមបាទអញ្ចឹងដាក់លេខផ្លូវគឺដាក់ថា ST អក្សរកាត់ street បាទចុចមួយមកដក clear បាទ ST ចុចមួយមកដក clear ដាក់លេខផ្លូវបាទលេខផ្លូវរបស់ Cam Top Tech គឺ185បាទបន្ទាប់មកទៀតក្បៀសឲ្យដក clear បន្ទាប់មកទៀតដាក់ឈ្មោះភូមិតើភូមិដែលបងប្អូនប្រិយមិត្តរស់នៅហ្នឹងគឺអ្វីបាទភូមិហ្នឹងគឺដាក់ភូមិ7 village បាទនៅត្រង់កន្លែងនេះដាក់បានតែអាស័យដ្ឋាន2ចំណុចបានហើយគឺផ្លូវហើយនឹងភូមិបើមានតែភូមិដាក់ត្រឹមភូមិមកបានហើយបន្ទាប់មកទៀតនៅប្រអប់ខាងក្រោមនេះវាឲ្យដាក់បន្តទៀតគឺឃុំហើយនឹងស្រុកបាទបើនៅទីក្រុងវិញគេដាក់ថាសង្កាត់ហើយនឹងខណ្ឌបាទអញ្ចឹងដាក់សង្កាត់ទំនប់ទឹកបន្ទាប់មកបងប្អូនប្រិយមិត្តទាំងអស់គ្នាមិនបាច់ចាំដាក់ថាខមញូនេះក៏បានដែរគឺដាក់ឈ្មោះឃុំតែម្ដងមកចុចក្បៀសមកដកឃ្លាមួយបន្ទាប់មកទៀតដាក់ឈ្មោះស្រុកនៅទីក្រុងគេហៅខណ្ឌអញ្ចឹងសង្កាត់ទំនប់ទឹកខណ្ឌចំការមនចំការមនបាទអញ្ចឹងកន្លែងនេះដាក់បានតែ2ទេគឺឃុំហើយនិងសង្កាត់បន្ទាប់មកទៀតនៅត្រង់កន្លែងនេះវាឲ្យដាក់ថា city គឺទីក្រុងបាទអញ្ចឹងបងប្អូននិងប្រិយមិត្តដែលនៅតាមខេត្តគឺដាក់ឈ្មោះខេត្តចូលមកប៉ុន្តែបើអ្នកទៅទីក្រុងភ្នំពេញដាក់ថាភ្នំពេញចឹងមកបាទសរុបមកវិញអ្វីទាំងអស់ដែលយើងបំពេញផ្ញើទៅកាន់ Google នឹងទាំងលេខទូរស័ព្ទទាំងទីកន្លែងឯហ្នឹងគឺត្រូវតែដាក់ឲ្យពិតទាំងអស់បងប្អូននិងប្រិយមិត្តទាំងអស់គ្នាមិនអាចដាក់មិនពិតទេត្រូវដាក់ឲ្យពិតពីព្រោះ Google តាក់ទងមកយើងតាមអាស័យដ្ឋានដែលយើងដាក់ហ្នឹងបាទទាំងភូមិទាំងឃុំទាំងស្រុកអីហ្នឹងដាក់ឲ្យពិតបាទបន្ទាប់មកទៀតចំណុចសំខាន់មួយទៀតដែរនៅត្រង់កន្លែងនេះគឺ postal code តើ postal code នេះជាស្អី postal code នឹងគឺមានលេខថាលេខតំបន់បើសិនជាបងប្អូននិងប្រិយមិត្តទាំងអស់គ្នាឲ្យលេខណាមួយគេទៅរកត្រង់កន្លែងលេខហ្នឹងគេនឹងឃើញតំបន់ហ្នឹងតែម្ដងឧទាហរណ៍ថាយើងរស់នៅខេត្តកំពង់ធំអញ្ចឹងលេខតំបន់របស់ខេត្តកំពង់ធំវាមានលេខរបស់វាប៉ុន្តែលេខតំបន់ដែលត្រូវដាក់ហ្នឹងគឺដាក់ឲ្យដល់លេខឃុំបាទតើយើងបានលេខហ្នឹងមកពីណាសម្រាប់អ្នកនៅតាមខេត្តមិនមែនរស់នៅរាជធានីភ្នំពេញហ្នឹងសូមប្រើប្រាស់ទូរស័ព្ទ Android បាទនេះគឺជាអេក្រង់ទូរស័ព្ទ Android ដែល Cam Top Tech សូមចូលទៅ download យកកម្មវិធីមួយនៅក្នុង Play Store ដើម្បីបាន postal code យកទៅដាក់ត្រង់ប្រអប់ដែលវាឲ្យយើងបំពេញហ្នឹងគឺយើងស្វែងរកកម្មវិធីមួយដែលមានឈ្មោះថាខ្មែរដក clear post ដក clear code បាទខ្មែរ post code បន្ទាប់មកថាច់យក search បាទអ្នកទាំងអស់គ្នាឃើញស្រាប់ហើយនេះកម្មវិធីមួយដែលមានពណ៌លឿងលាយជាមួយនឹងពណ៌បៃតងហ្នឹងមានពាក្យថាខ្មែរហ្នឹងគឺជាកម្មវិធីខ្មែរ postal code នឹងឯងមើលអក្សរពេញរបស់វាគឺខ្មែរ postal codeអញ្ចឹងដើម្បីបាន postal code យកទៅដាក់នៅក្នុងប្រអប់ដើម្បីបំពេញទម្រង់បែបបោក Google AdSense ផ្ញើទៅកាន់ក្រុមហ៊ុន Google ហ្នឹងអ្នកទាំងអស់គ្នាត្រូវ download យកកម្មវិធីនេះដោយប្រើប្រាស់ទូរស័ព្ទ Android ទូរស័ព្ទ iPhone គឺគ្មានទេអញ្ចឹងទេអ្នកទាំងអស់គ្នាតម្លើងវាមកប៉ុន្តែដោយសារតែ Cam Top Tech បានតម្លើងរួចហើយគឺគ្រាន់តែថាច់បាប់តែម្ដងដើម្បីបង្ហាញថាតើគេយក postal code ដល់របៀបណាបាទកម្មវិធីនេះគឺមានគ្រប់ខេត្តតែម្ដងបាទអ្នកទាំងអស់គ្នាពេលដែលចូលមកដល់ដំបូងនេះនៅខាងឆ្វេងជាងខាងលើនេះថាច់យកត្រង់កន្លែង option របស់វាមកមានគឺ24ខេត្តក្រុងតែម្ដងបាទឧទាហរណ៍ថាអ្នកទាំងអស់គ្នានៅក្នុងខេត្តកំពង់ធំថាយកខេត្តកំពង់ធំមកហើយតើអ្នកទាំងអស់គ្នានៅក្នុងភូមិក្នុងឃុំក្នុងស្រុកអីនៅខេត្តកំពង់ធំនោះវាមានស្រុកច្រើនដូចជាស្រុកប្រាសាទបាឡាំងបន្ទាប់ពីជ្រើសរើសខេត្តអ្នកទាំងអស់គ្នាជ្រើសរើសយកស្រុកមកចំនួនស្រុកនៅខេត្តកំពង់ធំមានចំនួន8ស្រុកអញ្ចឹងឧទាហរណ៍ថាខ្ញុំនៅស្រុកប្រាសាទបាឡាំងអញ្ចឹងថាច់យកស្រុកប្រាសាទបាឡាំងមកពាក្យថាបង្ហាញពណ៌ក្រហមនៅខាងស្ដាំថាច់យកមកនៅក្នុងស្រុកនោះវាមានឃុំមួយរបស់វាទៀតតើអ្នកទាំងអស់គ្នានៅក្នុងឃុំអីនេះនៅខាងឆ្វេងនេះវាដាក់ថាឃុំញូនបាទឧទាហរណ៍ថានៅក្នុងឃុំដូងជាដើមនេះឃុំដូងនៅខាងឆ្វេងហ្នឹងឃុំញូនគឺឃុំដូងអ្នកទាំងអស់គ្នាក្រឡេកមកស្ដាំបន្តទៀតគឺវាមានលេខ postal code ហ្នឹង06251
បាទនឹងហើយគឺជាលេខ postal code របស់ឃុំដូងបាទពីព្រោះអីបានថាជារបស់ឃុំដូងទាំងមូលវាអត់ខុសគ្នាទេទោះបីភូមិមួយខុសគ្នាក៏ដោយលេខខាងស្ដាំនោះគឺលេខ06251 06251ទាំងអស់អញ្ចឹងលេខ postal code 06251នឹងគឺជាលេខរបស់ឃុំដូងនឹងឯងអញ្ចឹងអ្នកទាំងអស់គ្នាយកលេខទាំងឯងទៅដាក់នៅក្នុងប្រអប់ដែលវាឲ្យបំពេញ postal code អំបញ្ញមិញដូច្នេះដើម្បីដឹងពីរបៀបនៃការយកលេខ postal code នឹងទៅដាក់សូមអ្នកទាំងអស់គ្នាដែលទាំងអ្នករស់នៅរាជធានីភ្នំពេញនិងទាំងអ្នកដែលរស់នៅតាមខេត្តសូមតាមដានអំពីការបង្ហាញជាគំរូនៅការយកលេខ postal code ពីរាជធានីភ្នំពេញទៅដាក់ប៉ុន្តែសម្រាប់អ្នកតាមខេត្តត្រូវយកពីនេះទៅពីព្រោះថាការបង្ហាញនៅរាជធានីភ្នំពេញនេះគឺមានតែរាជធានីភ្នំពេញទេបាទសូមមើលរាជធានីភ្នំពេញជាគំរូទាំងអស់គ្នាអ្នកភ្នំពេញដាក់ភ្នំពេញអ្នកនៅតាមខេត្តដាក់តាមខេត្តប៉ុន្តែបញ្ជាក់ម្ដងទៀតថាសូមមើលភ្នំពេញជាគំរូសម្រាប់អ្នកនៅភ្នំពេញសូមចូលទៅកាន់ Google បាទ Google search.com មកហើយបងប្អូនប្រិយមិត្តទាំងអស់គ្នាវាយពាក្យថាភ្នំពេញ post code បាទភ្នំពេញ post code បន្ទាប់មក enter ហើយបងប្អូនប្រិយមិត្តទាំងអស់គ្នារកត្រង់គេហទំព័រដែលមានពាក្យថា Tourism Cambodia តើតែមួយនឹងបានយកបាទសម្រាប់អ្នកនៅភ្នំពេញប៉ុន្តែសម្រាប់អ្នកនៅតាមខេត្តខណ្ឌប្រភេទនឹងបង្ហាញបន្តទៅទៀតបាទនៅពេលដែលចូលមកដល់គេហទំព័រ Tourism Cambodia ហ្នឹងបងប្អូនប្រិយមិត្តទាំងអស់គ្នាអូសចុះក្រោមមកបាទនេះបងប្អូនប្រិយមិត្តទាំងអស់គ្នានឹងឃើញខណ្ឌរបស់ខ្លួនហើយគឺខណ្ឌនេះឧទាហរណ៍ដូចជាខណ្ឌឫស្សីកែវខណ្ឌទួលគោកខណ្ឌមានជ័យខណ្ឌចំការមនជាដើមហើយលេខហ្នឹងគឺជាលេខ postal code នឹងឯងអញ្ចឹងខណ្ឌថតថេកនៅត្រង់ខណ្ឌអំបញ្ញមិញហ្នឹងគឺខណ្ឌចំការមនហើយសង្កាត់ទំនប់ទឹកបាទនេះគឺជា postal code សង្កាត់ទំនប់ទឹក12306បាទប៉ុន្តែសូមបញ្ជាក់បងប្អូនប្រិយមិត្តផងដែរថានៅពេលដែលចូលមកដល់ត្រង់កន្លែងនេះបងប្អូនប្រិយមិត្តត្រូវក្រឡេកទៅមើលការសរសេរឈ្មោះភូមិឃុំខណ្ឌរបស់ខ្លួននៅលើទម្រង់បែបបត់ដែល Google ឲ្យបំពេញអំបញ្ញមិញបាទសូមកលេចមើលសារដើមឧទាហរណ៍ដូចជាពាក្យថាទំនប់ទឹកតើសរសេរត្រូវហើយនៅបាទមកមើលត្រង់កន្លែងនេះវិញទំនប់ទឹកត្រូវហើយនៅបើមិនត្រូវទេបងប្អូនប្រិយមិត្តអរគ្នា copy ពីកន្លែងនេះទៅយកទៅផាសចូលបាទ copy ពីកន្លែងនេះទៅលោកអាចាស់ចោលទៅហើយទៅផាសចូលអាថ្មីពីព្រោះអ្វីពីព្រោះថាការសរសេររបស់គេនៅលើគេហទំព័រមួយហ្នឹងគឺគេសរសេរត្រឹមត្រូវណាស់បាទអញ្ចឹងបើខ្លាចខុសទេសូម copy ពីនេះទៅចំណែកមួយទៀតគឺតកតងទៅនឹងខណ្ឌចំការមនអញ្ចឹងខណ្ឌតតិចសូម copy ត្រង់កន្លែងខណ្ឌចំការមនទៀតនេះនៅខាងលើបាទ copy មកហើយទៅយកទៅផាសត្រង់កន្លែងខណ្ឌចំការមនអំបញ្ញមិញបើសិនជាខុសប៉ុន្តែបើសិនជាត្រូវហើយក៏មិនអីទេបាទផាសមកបន្ទាប់មកទៀតយក postal code តែម្ដងគឺសង្កាត់ទំនប់ទឹកបាទ copy យកមកនេះបន្ទាប់មកយកមកផាសចូលត្រង់កន្លែងនេះ postal code បាទផាសចូលមកបាទអញ្ចឹងហើយបានជា Google ឧទាហរណ៍លេខខាងក្រោមឲ្យថា12203បាទអញ្ចឹងយើងបានបំពេញ postal code នេះហើយបងប្អូនប្រិយមិត្តទាំងអស់គ្នាអូសចុះក្រោមទៀតមកវាឲ្យបំពេញលេខទូរស័ព្ទក៏ប៉ុន្តែដោយសារលេខទូរស័ព្ទយើងបានបំពេញរួចហើយអញ្ចឹងបងប្អូនប្រិយមិត្តទាំងអស់គ្នាអូសចុះក្រោមមកអត់មានពាក្យអីទេគឺមានតែពាក្យថា submit my application បាទប៉ុន្តែបងប្អូនប្រិយមិត្តទាំងអស់គ្នាអូសទៅលើសិនមើលបំពេញរួចអស់ហើយនៅបាទបើរួចអស់ហើយបងប្អូនប្រិយមិត្តទាំងអស់គ្នា click យកប្រអប់ពណ៌ខៀវនេះ submit my application ដើម្បីផ្ញើទម្រង់បែបបទនេះទៅក្រុមហ៊ុន Google click យកមកបាទវាកំពុងតែផ្ញើទៅក្រុមហ៊ុន Google បន្តិចទៀតវានឹងរត់ទៅកាន់ YouTube វិញបាទនេះរត់ទៅវិញហើយវាដាក់នៅបន្ទាត់ខៀវខាងលើថា Your AdSense application has been submitted and is being reviewed. You will receive an email regard the status of your application within a week. ចង់មានន័យថាប្រហែលជាមួយថ្ងៃឬក៏2ថ្ងៃក្រោយក្នុងកំឡុងពេលមួយអាទិត្យហ្នឹងបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលបានបំពេញសំណុំបែបបទហើយបានផ្ញើទៅកាន់ក្រុមហ៊ុន Google ក្រុមហ៊ុន Google នឹងផ្ញើ email ត្រឡប់មកវិញដូច្នេះសូមបងប្អូននិងប្រិយមិត្តទាំងអស់គ្នារងចាំរយៈពេល1ថ្ងៃឬ2ថ្ងៃទៀតដើម្បីទៅឆែកមើល email របស់ខ្លួនដែលក្រុមហ៊ុន Google ផ្ញើមកតាក់ទងទៅនឹងការទទួលបានឈ្មោះជា Google AdSense គឺកង់សម្រាប់ទុកលុយនិងកង់សម្រាប់ទទួលលុយរបស់យើងពីក្រុមហ៊ុន Google ដូច្នេះសូមបងប្អូននិងប្រិយមិត្តទាំងអស់គ្នាបន្តទៅភាគទី4ជាបន្តទៀតបាទបងប្អូននិងប្រិយមិត្តទាំងអស់គ្នានេះគឺជាវីដេអូស្ដីពីរបៀបនៃការរកលុយពី YouTube ពី Camtoptech ភាគទី4បាទបងប្អូននិងប្រិយមិត្តទាំងអស់គ្នារំលងបាន1ថ្ងៃឬ2ថ្ងៃក្រោយមកបងប្អូននិងប្រិយមិត្តជាបន្តទៀត
បាទបងប្អូននិងប្រិយមិត្តទាំងអស់គ្នានេះគឺជាវីដេអូស្ដីពីរបៀបនៃការរកលុយពី YouTube ពី Camtoptech ភាគទី4បាទបងប្អូននិងប្រិយមិត្តទាំងអស់គ្នារំលងបានមួយថ្ងៃឬពីរថ្ងៃក្រោយមកបងប្អូននិងប្រិយមិត្តទាំងអស់គ្នាត្រូវឧស្សាហ៍មកឆែកមើលអ៊ីមែលរបស់ខ្លួនគឺអ៊ីមែលដែលបងប្អូននិងប្រិយមិត្តទាំងអស់គ្នាយកទៅបង្កើត account YouTube ឲ្យរកលុយបាននឹងឯងបាទអញ្ចឹងឧស្សាហ៍មកឆែកមើលអញ្ចឹងដល់ដំណាក់កាលនេះ Camtoptech មកឆែកមើលអ៊ីមែលរបស់ខ្លួនហើយបាទអញ្ចឹង sign in ចូលអ៊ីមែលsign in ចូលបាទតើអ៊ីមែលដែលក្រុមហ៊ុន Google បានផ្ញើមកនោះតើវាទៅនៅឯណាបាទបងប្អូនប្រិយមិត្តទាំងអស់គ្នានៅក្នុងអ៊ីមែលរបស់យើងមានច្រើនមាន primary មាន social មាន promotion មាន update ហើយមាន forum ជាដើមប៉ុន្តែអ្នកខ្លះអត់ចេញច្រើនយ៉ាងទេបាទក្នុងករណីដែលបងប្អូនប្រិយមិត្តមិនចេញច្រើនទេនេះនៅត្រង់កន្លែងនេះ click យកត្រង់កន្លែងបូកនេះ click យកត្រង់កន្លែងបូកគឺ click យកមកហើយទៅជ្រើសរើសធីកយកត្រង់ពី update មួយមកបន្ទាប់មក save បាទធីកយកពី update ពីព្រោះអ្វីពីព្រោះក្រុមហ៊ុន Google ផ្ញើ email មកចូលត្រង់កន្លែងនេះ update ហ្នឹងឯងអញ្ចឹង Camtoptech សូម click មើលមើលក្រោយលោកក្រុមហ៊ុន Google បានផ្ញើមកហើយ click យកមកបាទហើយទៅស្វែងរក email របស់ក្រុមហ៊ុន Google នេះគឺ email របស់ក្រុមហ៊ុន Google ដែលក្រុមហ៊ុន Google ផ្ញើមកហើយឈ្មោះ email ហ្នឹងគឺដាក់ថា Adsen no reply បាទ Adsen no reply បាទនេះគឺជា email របស់ក្រុមហ៊ុន Google ក្រៅពីនឹងមិនមែនជា email របស់ក្រុមហ៊ុន Google ទេបាទនេះបន្ទាប់មកបងប្អូនប្រិយមិត្តទាំងអស់គ្នា click បើកមក congratulation មានន័យថាការបង្កើត Google AdSense របស់បងប្អូននិងប្រិយមិត្តទាំងអស់គ្នានឹងគឺបានជោគជ័យហើយនៅពេលដែលបងប្អូននិងប្រិយមិត្តទាំងអស់គ្នាឃើញពាក្យថា congratulation បកជាខ្មែរថាអបអរសាទរអញ្ចឹងបងប្អូននិងប្រិយមិត្តទាំងអស់គ្នាពេលដែលបើក email មកដល់ត្រង់កន្លែងនេះហើយអត់មានអ្វីត្រូវធ្វើច្រើនទេបងប្អូននិងប្រិយមិត្តទាំងអស់គ្នាគ្រាន់តែ click យកត្រង់កន្លែងនេះនេះ sign in មុននឹងបងប្អូននិងប្រិយមិត្ត sign in click យកត្រង់កន្លែងនេះបើសិនជាបងប្អូននិងប្រិយមិត្តបានចូលទៅក្នុង YouTube បាន sign in account របស់ខ្លួនដែលបង្កើត YouTube រលុយហ្នឹងបាន sign in រួចរាល់ហើយសូមបងប្អូន sign out ចេញសិនណា sign out ចេញសិនបន្ទាប់មកបងប្អូននិងប្រិយមិត្តទាំងអស់គ្នាមក click យកត្រង់កន្លែង sign in នេះបាទ click យកមកដើម្បីបញ្ចប់នៃការធ្វើឲ្យ YouTube របស់យើងអាចរកលុយបានគឺបញ្ចប់ទាំងស្រុងតែម្ដងចាប់ពីវគ្គហ្នឹងទៅគឺយើងគិតតែបង្ហោះវីដេអូរបស់យើងចូលក្នុង YouTube តែប៉ុណ្ណោះបាទបន្ទាប់មកទៀតវាឲ្យបងប្អូននិងប្រិយមិត្ត sign in ជាមួយនឹង email ដែលខ្លួនយកមកបង្កើត YouTube រកលុយនឹងឯងប៉ុន្តែដោយសារតែ Camtoptech មាន email ច្រើនគឺវាចេញមកបែបហ្នឹងបាទអញ្ចឹងសូម sign in បាទ password ចូល sign in បាទបងប្អូននិងប្រិយមិត្តទាំងអស់គ្នានៅពេលដែលយើង click យកត្រង់កន្លែងបាញ់មកគឺវារត់មកដល់ត្រង់កន្លែងនេះតែម្ដងអញ្ចឹងសូមបងប្អូននិងប្រិយមិត្តទាំងអស់គ្នាអូសចុះក្រោមបំផុតបាទនៅពេលនោះបងប្អូននិងប្រិយមិត្តទាំងអស់គ្នាសូម click យកត្រង់កន្លែងនេះ yes I have read and accept the agreement click យកត្រង់កន្លែងហ្នឹងមកបន្ទាប់មកបងប្អូននិងប្រិយមិត្តទាំងអស់គ្នាគ្រាន់តែ continue ទៅ click យកខាងក្រោមបាទ click យកមកពេលនោះវានឹងរត់ចូលទៅកាន់ទិន្នន័យ Google AdSense របស់យើងគឺទីតាំងដែលយើងអាចត្រួតពិនិត្យចំនួនទឹកលុយរបស់យើងបានហើយបាទនេះបងប្អូននិងប្រិយមិត្តឃើញស្រាប់ហើយថាវាបានរត់មកត្រង់កន្លែង Google AdSense របស់យើងហើយនៅពេលដែលបងប្អូននិងប្រិយមិត្តរកលុយបាននេះលុយដែលគិតជាខែនៅត្រង់កន្លែងនេះបាទដើម្បីអាចបើកលុយពី YouTube បានលុះត្រាតែបងប្អូននិងប្រិយមិត្តរកលុយបានគ្រប់$100សិនប៉ុន្តែបើសិនជាបងប្អូននិងប្រិយមិត្តរកមិនទាន់គ្រប់$100ទេកុំបារម្ភលុយដែលយើងរកបានទាំងប៉ុន្មានគឺវាសន្សំទុកឲ្យយើងរហូតដល់គ្រប់$100យ៉ាងតិចឬក៏លើស$100យើងនឹងអាចបើកលុយដែលយើងរកបានទាំងអស់បានហើយដូច្នេះសូមបងប្អូននិងប្រិយមិត្តទាំងអស់គ្នាកុំភ័ន្តច្រឡំថាទាល់តែយើងរកលុយបាន$100យ៉ាងតិចក្នុងមួយខែទើបយើងអាចបើកលុយបាននោះមិនមែនទេយើងរកយ៉ាងម៉េចក៏រកទៅ2 3ខែ1ខែឬក៏4 5ខែក៏ដោយឲ្យតែគ្រប់$100ឬ$100លើសគឺយើងអាចបើកលុយពី YouTube បានហើយប៉ុន្តែបើសិនជាបងប្អូននិងប្រិយមិត្តរកបានយ៉ាងតិច$100ក្នុងមួយខែឬក៏$200ក្នុងមួយខែឬក៏$300ក្នុងមួយខែគឺជារឿងល្អទៅវិញបាទពីព្រោះថាកាលណាយើងរកបានច្រើនអញ្ចឹងមួយខែគឺយើងបើករហូតប៉ុន្តែបើសិនជាយើងរកបានខែនេះ50ឬក៏ខែក្រោយ60ទៀតយើងបូកចូលគ្នាបាន110នោះទាល់តែ2ខែទើបយើងអាចបើកបានពីព្រោះវាមិនទាន់គ្រប់$100និយាយឲ្យខ្លីគឺធ្វើយ៉ាងម៉េចក៏ដោយឲ្យតែបងប្អូននិងប្រិយមិត្តរកបានគ្រប់
គ្រប់$100ឬក៏$100លើជួនកាល$200 $300ឬ$1000ចឹងទៅយើងអាចបើកលុយពី YouTube បានហើយបើសិនជាយើងរកមិនគ្រប់គឺវាសន្សំឲ្យយើងសម្រាប់ខែក្រោយៗទៀតគឺវាមិនបំបត្តិយើងទេវាបូករហូតដល់យើងគ្រប់$100យើងអាចបើកបានឬក៏លើស$100យើងអាចបើកបានដូច្នេះនៅភាគទី4នេះ Camp Top Tech ជឿជាក់ថាបងប្អូននិងប្រិយមិត្តទាំងអស់គ្នាពិតជាយល់យ៉ាងច្បាស់អំពីរបៀបនៃការទទួល email ពីក្រុមហ៊ុន Google និងរបៀបដែលយើងអាចបើកលុយពី YouTube ជាក់ជាមិនខានអញ្ចឹងជាបន្ទាប់យើងបន្តទៅកាន់ភាគទី5បន្តទៀតដែលជាភាគដ៏ពិសេសមួយ Camp Top Tech នឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការទទួលសម្បត្តិពីក្រុមហ៊ុន Google ស្រស់ៗតែម្ដងដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែច្បាស់អំពីរបៀបនៃការរកលុយតាម YouTube ដូច្នេះសូមបន្តទៅភាគទី5បន្តទៀតបងប្អូននិងប្រិយមិត្តទាំងអស់គ្នានេះ